ដំណើរឬការពីព្រេងនីមានបរោះពីរនាក់ម្នាក់ឈ្មោះអាខើម្នាក់ឈ្មោះអាខូចនៅស្រុកទីតេពីគ្នាគំនិតដោយខ្លួនអាខូចជុះអាចមកដាក់មួយពីងហើយយកអាចមកលាក់បិទផ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបានអាខើធ្វើកាំបិតមួយផែលពន់ចង្កេះអកកំបោរដងពន់ក្ដៃស្រោមធំវែងមួយលោកអាខើស្ពីកម៉ាបិទនោះដើរលក់អាខូចក៏ពន់ពីងអាចមកនោះដើរទៅលក់ដែរអាខើទៅពីនេះអាខូចមកពីនោះជួបគ្នាកណ្ដាលផ្លូវអាខូចពីនេះថាអ្នកឲ្យទិញផ្អករបស់ខ្ញុំទៅពិសាផ្អកចៅយ៉ាងល្អស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់អាខើឆ្លើយថាឧទាស់តែលក់ដាវមិនដាច់គ្មានលុយទិញបើខ្ញុំដូរជាដាវនេះព្រមដូរទេអាខូចឃើញដាវនេះវែងក៏ឆ្លើយថាបដូរក៏ដូរអាខើប្រគល់ដាវឲ្យអាខូចហើយអ៊ូថាដាវខ្ញុំនេះមុតបំផុតមេដៃរបស់ខ្ញុំផងបើត្រូវការម្ដងចាំហូតកាប់អ្នកឯងកុំប្រញាប់ហូតមើលបើហូតព្រើសុកទៅវិញមិនចុះទេដាវខ្ញុំពូកែខ្ញុំស្ទាយរបស់ខ្ញុំបើគុំតែខែនេះក្រំអុបណាស់គុំអីខ្ញុំមិនដូរទេអាខូចក៏ប្រគល់ពីងអាចមកទៅឲ្យអាខើហើយហាមថាគប់អុកខ្ញុំក៏នឹងដែរដល់ពេលស៊ីចាំបើកយកមកចំហុយកុំអាបើកមើលក្រែងវាស្អុយរុយបែងក្រែងវាស្អុយខ្មៅស៊ីមិនទាន់អស់វាទៅជាខានឆ្ងាញ់នឹកឃើញជីដូនជីដាបានតែខ្វះស៊ីឈើខណៈទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួនហើយទឿនប្រពន្ធថាដណ្ដាំបាយទៅអញបានផ្អកប្រពន្ធថាបានផ្អកពីណាអាខើថាបដូរដាវគេថាផ្អកចៅឆ្ងាញ់ពិសាណាស់គីប្រពន្ធក៏ពេញចិត្តនឹកថាក៏ប្តីចេះធ្វើកាំបិតដូរផ្អកស្ទុះផេឡតទៅលាងចានដួសបាយហើយកាន់កាំបិតយ៉ាងកំរើក៏កើទៅចិត្តពីងផ្អកយកកាំបិតគាស់អាចមកលាក់នោះបើកឡើងហើយលូកបានមួយក្តាប់ដាក់ផ្លាប់ទៅក្នុងចានសនៅក្នុងដៃប៉ុន្មានក៏ដាក់ផ្លប់ភ្លុកមើលងើបមុខឡើងលើថាយើផ្អកចៅអ្វីក៏ស្អុយដូចអាចមកគ្មានឆ្អឹងគ្មានសាច់ក៏ខ្វិចចុះខ្វក់មាត់ផងយ៉ាងនឹងធ្វើផ្អកត្រីអ្វីប្តីថាក្រែងត្រីពោប្រពន្ធក៏លូកគោរាវរកក្បាលលូកបានពាក់កណ្ដាលក្អួតចង្អោជាង20វកដឹងជាក់ជាអាចមកមិនមែនផ្អកមកបន្ទោសទៅម្ចាស់ដើមឆ្អើមលេបបាយមិនរួចនិយាយពីអាខូចត្រេកអរណាស់ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថាអាចមកមួយពីងដូរបានដាវមួយដែរទទួលខឹងនឹងឆែកវីច្រាស់ស្លឹកគ្រៃកន្តាក់ដាវនោះលោតដល់ដីបំរុងនឹងកាប់ឆែកសម្លាប់ក៏ចាប់ដកដាវហូតខ្វាច់ឃើញផែលដាវនេះក្លេកំបិចគេចឡើងទៅលើផ្ទះបង្អាញប្រពន្ធមើលសាច់ទាំងពីរនាក់សាច់ហើយប្រាប់ប្រពន្ធថាប្រាច់អានេះស្មើនឹងអញទៅបួវាធ្វើសម្លាញ់គ្រាន់រកស៊ីពីរនាក់នឹងបានមាសប្រាក់ដោយញីកលុះទៅប្រទះនឹងអាខើដើរពីនីសាច់ព្រីនិយាយសួរថាពួកឯងទៅណាអាខើឆ្លើយថាអញមកសុំអញធ្វើសម្លាញ់អាមួយក៏ថាអញមកសុំអញធ្វើក្លៅដែរហើយក៏សុកចិត្តដើរពីអ្នកទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ជ្រីឈឺស្លាប់គេដាក់ក្នុងក្តាររំឈូបំរុងបូជាថៃហងសែអកចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នាវេលានោះអាទាំងពីរស៊ើបសួរអ្នកដើរខាងក្រៅថាគុណអ្នកណាស្លាប់បានជាគេយំគេប្រាប់ថាដុំមហាសេដ្ឋីស្លាប់គេអាទាំងពីរអ្នកគិតគ្នាថាអញត្រូវកែឡងសម្បត្តិមួយច្បាប់ទៅប្រាប់គេថាមហាសេដ្ឋីឲ្យមកយកទ្រព្យរបស់អញបន្លំលុបចូលដេកក្នុងឈូសពីលើខ្មោចសេដ្ឋីស្ដេកនឹងអ្នកឯងអាមួយក៏ទៅបន្លំដេកដោយគំនិតអ្នកនៅចិត្តមិនបានឃើញមិនបានដឹងត្បិតផែនអ្នកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំងសូត្រព្រះធម៌កូនចៅទូចធំរវល់តែយំសោកអាខូចដារក្រដាស់បានធ្វើសម្បត្តិកែឡងកាន់ដើរទៅសម្ដែងសូត្រឲ្យគេស្ដាប់ថាសម្បត្តិពីមហាសេដ្ឋីមកប្រាប់ថាចៅខូចកំសត់តាំងពីតូចជាកូនធោឥឡូវឪពុកច្រាហើយកូនឲ្យចូលទៅយករបស់ទ្រព្យទុកចាយឲ្យសบายចិត្តចុះកូនចៅប្រុសស្រីគេមិនសុខចិត្តព្រោះត្បិតគ្មានត្រាគ្មានហត្ថលេខាសេដ្ឋីអាខូចឆ្លើយថាគូខ្ញុំសូមសន្យានឹងអស់កូនចៅអញ្ចាញទៅហៅទៅសួរលោកចុះបើលោកស្ដីនោះខ្ញុំត្រង់ពិតបើលោកស្ងៀមនោះខ្ញុំកែឡងផ្ឆោតទេកូនសេដ្ឋីស្ទុះភ្លាមទៅស្រែកហៅពុកអាខើឆ្លើយថាកូនសួរថាឪពុកបានឲ្យកូនធំមកយករបស់មែនឬអាខើឆ្លើយថាកូនអញឈ្មោះអាខូចវាមកហើយឬកូនឆ្លើយថាឧទានប្រុសមកហើយអាខើថាមើលយកអទេសមួយធំក្របីមួយនឹមទឹមរទេសនោះហើយយកមាសប្រាក់កែវកងសម្ពុតអាវវល់ផ្ទុកក្នុងរទេសឲ្យល្មមតែក្របីនោះអូសរួចបានប៉ុន្មានឲ្យវាយកចុះកូនចៅស្រីប្រុសចាញ់ឧបាយកលអាខិលអាខូចក៏ខឹងខ្មោចសេដ្ឋីស្លាប់ហើយចេះស្ដីហៅអស្ចារ្យឥឡូវនឹងបើក្តារច្បាស់ចាស់ហាម5ថាមើលមុខខ្មោចមិនបានខ្លាចដេកយប់មើលមីមលុះហើយក៏ជឿជាក់យកសម្ពុតអាវស្លៀកពាក់និងកណេទល់ពុកខ្នល់ខ្នើយហើយថែមទៅថាសចានល្អអំបិលប្រហុក4ក្រលអង្គ5ការងដាក់ភ្លុកទៅឲ្យអាខូចអាខិលបង្វិលទេសយ៉ាងធំជែកយំទឹកភេនឹកឲ្យដោយខឹងដោយបញ្ឆោតទាំងស្រីប្រុសហើយក៏ដឹកក្របីមួយនឹមទឹមរទេសប្រគល់ទៅឲ្យអាខូចអានោះត្រេកអរឡើងបរទេសចេញទៅអ្នកទាំងអស់ដែលនៅតែជ្រួលមិនស្រួលចិត្តព្រោះត្បិតខឹងនឹងស្ដាយអាខិលលួចមើលនាយអាយលុបចេញព្រិចរត់តាមទៅបន្តិចក៏តន់រទេសហើយនិយាយគ្នាថាយើងបានទ្រព្យរបស់តែទាស់ឃ្លានបាយបើឈប់ដណ្ដាំបាយនៅរៀងអាយក្រែងមិនស្ងាត់ខ្លាចចោលតាមមកប្លន់យកទ្រព្យមួយរទេសបើដូចជាអ្នកឯងឈប់ចាំអញទៅសុំបាយគេខ្លះយកមកឯង
អាមួយព្រមហើយអាមួយក៏ដើរទៅរកថ្នាំតាមផ្លូវយកមកលីបាយឲ្យពលស្លាប់អន្តរាយនិងយកទ្រព្យរបស់នោះតែម្នាក់ឯងអាមួយនៅចាំរទេសក៏ធ្វើខ្នាដាក់ស្ទាក់ផ្លូវបំរុងឲ្យត្រូវអានោះស្លាប់និងយកទ្រព្យតែម្នាក់ឯងដែរវេលានោះអាមួយទៅសុំបាយគេស៊ីរួចហើយសុំមួយចានផ្ញើសម្លាញ់គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផងអានោះក៏ឡាគេដើរចេញមកហើយយកថ្នាំប្រឡាក់បាយមកដល់ខាងអាយក៏ត្រូវនឹងខ្នានោះស្លាប់អាមួយដើរប្រញាប់ចាប់យកបាយស៊ីមិនដឹងថាមានថ្នាំពោលក៏ពោលស្លាប់បន្ទាប់គ្នាឯក្របីនោះក៏អូសរទេសចូលក្នុងព្រៃរទេះក៏តាក់ទៅជ្រកក្នុងទឹកត្រពាំងដាច់ខែទៀមដេកត្រាំទឹកនៅទីនោះទៅដល់វេលាព្រឹកមានបុរសម្នាក់ដើរទៅឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃនឹកម្ដងភ័យនឹកម្ដងអត់ថាឯងអ្នកក៏មិនដែលប្រទះទ្រព្យច្រើនដូចនេះទេដូច្នេះបាឡៃលោកយកទៅធ្វើជារបស់ខ្លួនក្រែងពុំបានសុខក៏រុញរទេះសម្រុកទៅទុកក្នុងព្រៃចង់ក្របីជាប់ត្រឡប់ទៅផ្ទះវិញហើយក៏ពិសោធន៍នៅមាយាទប្រពន្ធដោយគិតថាបើប្រពន្ធមាយាទល្អនឹងយកទ្រព្យនោះទុកជារបស់ខ្លួនបើនិយាយអ្វីមិនចេះលាក់នឹងយករបស់ទាំងនោះទៅជូនរាជការផែនដីប្រយោជន៍ណដើម្បីឲ្យសុខខ្លួនគូគិតហើយទៅដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថាអញជួសអាចមកមិញមានសត្វកែអកមួយហាចេញពីក្រិតតែអញអាណិតបិទមាត់ឲ្យឈឹងកុំឲ្យនរណាគេដឹងមួយជាពីរតែចូលត្រចៀកគេវាបែកការណោអាក្រក់ណាស់កើតមានជំនុំជម្រះសួរទៅសួរមកហើយគ្មានទាំងសាក់សីបានដឹងនឹងអាងក្រែងគេយកអញទៅឆ្កាងឬយកទៅដាក់គុកប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថាដូចមានកែអកពីហាចេញពីក្រិតប្តីអញតែអញកុំមាត់មេមួយទៀតមិនអត់ទៅប្រាប់គេថែមថាកែអក5ប្រាប់លើសត្វគ្នាដរាបដល់កែអក10រឿងនោះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រទ្រង់ចាត់ប្រើអាមាត្យឲ្យស្រាវជ្រាវរកដល់បុរសនោះក៏ថ្វាយបង្គំគាល់សេពឲ្យទ្រង់ឆ្ងល់ត្រាស់សួរថាឌូមែនឬមិនមែនបុរសក្រាបទូលថាទូលព្រះបង្គំកុហកប្រពន្ធចង់ដឹងចិត្តព្រោះត្បិតឃើញទ្រព្យច្រើនបុរសនោះក្រាបទូលដូចខាងលើហើយក្រាបបង្គំលាទៅទឹមរទេះយកទៅថ្វាយសេកទ្រង់ព្រះរាជទានជាបុរសនោះពាក់កណ្ដាលដាក់ឃ្លាំង